បាទជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីសិស្សានុសិស្សទាំងអស់គ្នាដែលសិក្សាថ្នាក់ទី8យើងចូលមេរៀនថ្មីយើងនិយាយពីកន្សោមសនិទានបាទយើងធ្លាប់ឮខ្លះហើយកន្សោមសនិទានអញ្ចឹងមកដល់ថ្នាក់ទី8នេះយើងក៏សិក្សាទៀតដែរបាទអញ្ចឹងនេះជាចំណុចដំបូងអញ្ចឹងយើងមើលថាកន្សោមសនិទានហ្នឹងនេះគេបាទកន្សោមសនិទាននេះកន្សោមសនិទានគឺជាកន្សោមដែលមានទម្រង់ A នៅលើ B ដែល A និង B ជាឯកធាឬពហុធាហើយ B ខុសពី0បាទនេះបាទនិយមន័យកន្សោមសនិទានគេថាអញ្ចឹងទម្រង់របស់វាគឺ A នៅលើ B អញ្ចឹងវាជាទម្រង់ប្រភេទណា A នៅលើ B ហើយកុំភ្លេចថា A និង B ហ្នឹងជាឯកធាឬក៏ពហុធាអញ្ចឹងឯកធាឬក៏ពហុធាហ្នឹងយើងរៀនហើយណាឯកធាពហុធាហើយមួយទៀតភាគបែង B នេះគឺដាច់ខាតត្រូវតែខុសពី0បាទបើស្មើ0អត់ទេណាមិនមែនជាកន្សោមសនិទានទេអញ្ចឹងឥឡូវយើងមើលនេះឧទាហរណ៍នេះគឺ x នៅលើ y អញ្ចឹងហេតុអីបានគេថា x នៅលើ y ហ្នឹងគឺជាកន្សោមសនិទានឥឡូវយើងមើលអញ្ចឹងបើសិនជាយើងធៀបទៅនឹងទម្រង់របស់គេគឺទម្រង់ a នៅលើ b អញ្ចឹងហើយអញ្ចឹង x នេះគឺជា a y នេះគឺជា b អញ្ចឹង x តាមការសិក្សារបស់យើងបាទ x គឺវានៅតែឯងអញ្ចឹងគឺមានន័យថាវាជាឯកធាហើយចំណែក y ក៏វាជាឯកធាដែរអញ្ចឹងយើងសិក្សារួចហើយណារឿងឯកធាអញ្ចឹងមានន័យថាអាលើនេះក៏ឯកធាអាក្រោមនេះក៏ឯកធាអញ្ចឹងអាចថាចូលទម្រង់ a នៅលើ b ហ្នឹងគឺជាកន្សោមសនិទានមួយទៀតអានេះមួយទៀត a បូក b នៅលើ b អញ្ចឹងយើងមើលអាផ្នែកខាងលើនេះ a បូក b អញ្ចឹងអាហ្នឹងវាជាអីគេពហុធាវាមាន2តួអញ្ចឹងយើងរៀនថាគេហៅថាទ្វេធាហើយខាងក្រោមនេះគឺវាមានមួយតួអញ្ចឹងមានន័យថាវាជាឯកធាអញ្ចឹងមានន័យថាអាលើទ្វេធាអាក្រោមឯកធាអញ្ចឹងវាជាកន្សោមសនិទានអញ្ចឹងយើងមើលថាភាគយកនិងភាគបែងឲ្យតែមានមួយណាជាឯកធាឬក៏ជាពហុធាបាទទាំងពីរទាំងលើទាំងក្រោមអាហ្នឹងវាសិតតែជាកន្សោមសនិទានហើយបាទអានេះដូចគ្នាដែរអានេះភាគយកយើង1 + x អញ្ចឹងអាហ្នឹងវាជាពហុធាបើពីរតួយើងឲ្យឈ្មោះថាទ្វេធាអញ្ចឹងហ៎អានេះក៏ដូចគ្នាដែរនេះក៏ទ្វេធាដែរអញ្ចឹងឃើញថាទ្វេធានៅលើទ្វេធាអញ្ចឹងអាហ្នឹងក៏ជាកន្សោមសនិទានហើយវាមានច្រើនតទៀតវាមិនមានតែប៉ុណ្្នឹងទេឥឡូវយើងមើលអាក្រោមវិញអាក្រោមនេះគឺ x នៅលើរឹស y អញ្ចឹង x នៅលើរឹស y តើវាជាកន្សោមសនិទានឬអត់បាទអញ្ចឹងវាមិនមែនទេ x នៅលើរឹស y ហ្នឹងវាមិនមែនទេហេតុអីបានគេហៅថាគេនិយាយថាវាមិនមែនជាកន្សោមសនិទានឥឡូវយើងមើលអាខាងលើនេះគឺជាអីគេឯកធាអញ្ចឹងហ៎បាទអញ្ចឹងអាហ្នឹងយើងត្រូវមួយឯកធាប៉ុន្តែយើងមើលភាគបែងរឹស y អញ្ចឹងរឹស y វាមិនមែនជាឯកធាទេ